រដ្ឋមន្ត្រីការពារជាតិកម្ពុជាឆ្លើយតបយោធាថៃចោទកងទ័ពកម្ពុជាបង្វែរកាណុងកាំភ្លើងទៅថៃរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឆ្លើយតបទៅយោធាថៃដែលចោទកងទ័ពកម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិឋាននិងបន្ទាយយោធាថៃដោយបញ្ជាក់ថានេះជាយុទ្ធសាស្ត្រពិធីការពារជាតិរបស់កម្ពុជាពេលបំពាក់សភាវុធគឺដើម្បីការពារបូរណភាពទឹកដីប៉ះណាគោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនតបណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសរសេរក្នុងទំព័របណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025ថាយោធាថៃចោទថាកម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិឋាននិងបន្ទាយរបស់យោធាថៃនេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សភាវុធគឺដើម្បីការពារមរណភាពទឹកដីបាសណាគោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេរឿងមួយកងទ័ពថៃរៀនយុទ្ធសាស្ត្រវិធីខុសពីកម្ពុជាលោករដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបន្តថាចម្រើសសន្តិវិធីគឺការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺចម្រើសចុងក្រោយយើងត្រៀមរួចរាល់ជាស្រេចក្នុងការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយសូមបញ្ជាក់ថាការបំភ្លឺឆ្លើយតបរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាខាងលើនេះគឺបានធ្វើឡើងបន្ទាប់ពីបណ្ដាញព័ត៌មានថៃមួយចំនួនបានចុះផ្សាយថ្ងៃទី15ខែមិថុនាឆ្នាំ2025ថាកងទ័ពកម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិឋាននិងបន្ទាយរបស់យោធាថៃនៅតំបន់ព្រំដែន